លោកស្រីទី1មានរឿងធំអីមានរឿងអីអឺណែអឺណែនៅហ្នឹងហើយមិនឆាំនិយាយមកបង គឺខ្ញុំឃើញលោកម្ចាស់នាំស្រីណាមកទៀតហើយ ហ៎លោកប្រុសនាំស្រីមកមួយទៀតហើយបងធ្វើដូចជាមិនដឹងរឿងប៉ុណ្ណឹងសោះក៏ភ្ញាក់ផ្អើលដែរអត់កាត់ទេយើងទៅប្រាប់លោកស្រីយើងសិន លោកស្រីមកពីខ្ញុំភ្ញាក់ផ្អើលពេកហ្នឹង ហើយលោកបងក៏ដើរមកដល់ណាហើយបងមិនយល់ លោកស្រីមានរឿងធំហើយមានរឿងស្អីរត់មកថែធំមើលតាណាងប់ហើយវាមានរឿងស្អីឆាប់និយាយមកគឺខ្ញុំលឺនាងច័ន្ទធូនិយាយថាលោកប្រុសបានបណ្ដាមនុស្សស្រីមកម្នាក់ទៀតហើយមានរឿងចង់ផុសឲ្យអ្នករំភើយមិនលបងធ្វើចឹងដាក់ខ្ញុំមានប្រពន្ធ2 3ហើយនៅចង់បានប៉ុន្មានទៀតខ្ញុំមិនព្រមជាដាច់ខាតចាំមើលយើងនឹងឲ្យអ្នកឯងរស់មិនបានសុខទេលោកស្រីទី3លោកម្ចាស់ឲ្យទៅប្រជុំនៅលើផ្ទះធំតែមុនចាស់យើងដឹងហើយយើងទៅតាមក្រោយបាទលោកស្រីលោកស្រីទី3មកដល់ឡើយលោកម្ចាស់ខ្ញុំសូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថានេះគឺជាប្រពន្ធទី4របស់ខ្ញុំអ្នកអូនចាជំរាបសួរអ្នកបងទៅជំរាបសួរអ្នកបងទាំងអស់គ្នា អីទេអ្នកអូន កូនច័ន្ទអូនជាប្រពន្ធទី1អញ្ចឹងហើយអូនជួយមើលការខុសត្រូវនៅក្នុងផ្ទះនេះផង ចាលោកបង ពួកអូនទាំងអស់គ្នាក៏អញ្ចឹងដែរ ចាលោកបង អ្នកអូននេះជាស្និទ្ធស័ក្តិដែលបងជូនអូនឆាប់អោនមក អរគុណលោកបង អ្នកទាំងអស់គ្នាអាចទៅធ្វើភារកិច្ចរៀងៗខ្លួនបាន ចាលោកបង លោកបងខ្ញុំអាចសុំអ្នកបម្រើមួយទៅគ្រាន់ការពារខ្លួនបានដែរឬទេលោកបង បាទមិនអីទេអូនចង់មកប្រមាណក៏បានដែរ ចឹងខ្ញុំអរគុណហើយលោកបងខ្ញុំសូមលោកបងទៅមើលទេសភាពនៅខាងក្រៅផ្លែត ចាំបងជិះទៅ អីទេលោកបង យើងដូចជាមិនពេញចិត្តនាងស្អីនោះសោះនាងនំភើយ មែនហើយលោកស្រីខ្ញុំពិតជាខ្លាញ់ជំនួសអ្នកស្រីណាស់ គ្រាន់តែចង់មកភ្លាមលោកប្រុសទីសក់ឲ្យបាត់ កុំនិយាយអញ្ចឹងណែអូនប្រយ័ត្នលោកបងលើមានរឿងណា ចាសុំទោសអ្នកបង ចឹងល្អហើយ ចាបងមិនដឹងគេស្អីទេចេះដឹងរឿងគេហោះអាងតែខ្លួនជាលោកស្រីទី1ដើរតែប្រដៅគេ ណានាងដាយើងដូចមិនសូវចូលចិត្តនាងនោះសោះខ្ញុំមកក៏មិនចូលចិត្តនាងដែរលោកស្រីមើលទៅកិច្ចរឹកកិច្ចរៀងដល់លោកបងណានាងឯងក៏ដូចយើងអត់ដូចណាលោកស្រីដូចបើដល់បានដើរមួយយើងត្រូវលោកខ្ញុំសុំវល់ទុកជីវិតឲ្យខ្ញុំផង ថ្ងៃឆាប់ស្កាន់ភាពទៅអាឌឿនហត់ជាសក់ឲ្យយើង ណាលោកបងអត់ទេវល់លោក